ក៏រងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសជាពិសេសលើវិស័យទេសចរណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុក៏សូមណែនាំឲ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខនិងសុវត្ថិភាពដល់ភ្ញៀវទេសចរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមានផ្លូវទឹកភ្លើងអ៊ីនធឺណិតការបង្កបង្កើនផលបន្លែសាច់មាន់ទាស្ថានីយស្តុកម្ហូបអាហារសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើកោះផ្ទាល់ការគ្រប់គ្រងសម្រាមការសម្អាតកោះជារួមនិងការគ្រប់គ្រងទឹកកខ្វក់ជាដើមទាំងអស់នោះសំដៅធានានិរន្តរភាពនៃខឿនសេដ្ឋកិច្ចរបស់កោះនិងលើកស្ទួយជីវភាពរបស់អ្នកកោះរ៉ុងជារួមទន្ទឹមនឹងគ្នានោះក៏ត្រូវផ្លាស់ប្ដូរផ្នត់គំនិតមកទទួលយកថាកោះរ៉ុងក៏ជាសហគមន៍ប្រជាជាតិមួយហើយអ្នកកោះរ៉ុងខ្លួនឯងមានវប្បធម៌អរិយធម៌ល្អជាមួយអ្នកភូមិផងរបងតែមួយចេះយកអាសាគ្នាជាសហគមន៍ចម្រុះប្រជាជាតិនៅលើទឹកដីកម្ពុជាដែលនេះហើយជាតារារះនាទិសនិរដីនេះបើយើងទៅតាមកម្មវិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារនិងសន្តាគារប្រណិតនៃគម្រោង Port West Palace Project របស់ក្រុមហ៊ុន BMIS Development Co Ltd នាថ្ងៃទី27 ខែតុលាឆ្នាំ2025នៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង